ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះលោកគ្រូសំអូនមានប្រធានបទថ្មីមួយទៀតតាក់ទងជាមួយនឹងភាពខ្វះចន្លោះស្រាវជ្រាវដែលភាសាអង់គ្លេសហៅថា research gap មកបង្ហាញជូនដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាអញ្ចឹងទី1លោកគ្រូសំអូនសង្ឃឹមថាលោកគ្រូអ្នកគ្រូនឹងស្វែងយល់ថាតើភាពខ្វះចន្លោះស្រាវជ្រាវនេះវាកើតឡើងតាមរបៀបណាហើយនៅក្នុងការសរសេរការស្រាវជ្រាវថាតើភាពខ្វះចន្លោះស្រាវជ្រាវនេះគេសរសេរនៅកន្លែងណាហើយគេត្រូវដោះស្រាយវាយ៉ាងដូចម្តេចឬក៏វាមានសារៈសំខាន់យ៉ាងដូចម្តេចអញ្ចឹងទី1គឺទាមទារឲ្យលោកគ្រូអ្នកគ្រូស្វែងយល់ថាតើប្រភពនៃភាពខ្វះចន្លោះស្រាវជ្រាវនឹងកើតឡើងមកពីណាអញ្ចឹងប្រភពវាកើតឡើងមកពីដែនកំណត់ស្រាវជ្រាវនិងការកំណត់ដែនស្រាវជ្រាវដែលភាសាអង់គ្លេសហៅថា delimitation មានន័យថាដែនកំណត់ស្រាវជ្រាវហើយ limitation នេះហៅថាការកំណត់ដែនស្រាវជ្រាវអញ្ចឹងដែនកំណត់ស្រាវជ្រាវនេះគឺសំដៅទៅលើអ្វីៗទាំងឡាយណាដែលអ្នកស្រាវជ្រាវមិនអាចគ្រប់គ្រងបានឬក៏មិនអាចកំណត់បាននៅក្នុងដំណើរការស្រាវជ្រាវហើយចំណែកការកំណត់ដែនស្រាវជ្រាវគឺសំដៅទៅលើអ្វីៗទាំងឡាយណាដែលអ្នកសិក្សាស្រាវជ្រាវអាចគ្រប់គ្រងបានឬក៏អាចកំណត់បាននៅក្នុងដំណើរការស្រាវជ្រាវអញ្ចឹងមានថាពាក្យពីរហ្នឹងគឺត្រូវទៅសេនទៅគ្នាព្រោះពាក្យពីរហ្នឹងគឺវាកើតឡើងតាណាគ្នាតែម្ដងហើយវានៅទៅគ្នាអញ្ចឹងហើយបានជានៅក្នុងការសរសេរការស្រាវជ្រាវលោកគ្រូអ្នកគ្រូបានបង្ហាញពីដែនកំណត់ស្រាវជ្រាវនិងការកំណត់ដែនស្រាវជ្រាវមានន័យថាការសិក្សាស្រាវជ្រាវរបស់លោកគ្រូអ្នកគ្រូនេះគឺប្រមូលទិន្នន័យឧទាហរណ៍ថានៅក្រុងភ្នំពេញអត់បានប្រមូលនៅក្រុងផ្សេងៗទេអញ្ចឹងលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះអាចមានភាពលំអៀងត្រង់ថាម៉េចត្រង់ថាលោកគ្រូបានកំណត់ដែនឬក៏ដែនកំណត់លោកគ្រូនឹងត្រឹមតែរាជធានីភ្នំពេញទេអត់បានធ្វើតាមបណ្ដាខេត្តផ្សេងៗឬក៏អត់បានធ្វើនៅតាមបណ្ដារាជធានីផ្សេងៗអញ្ចឹងចំណុចហ្នឹងហើយលោកគ្រូនឹងស្នើឲ្យគេនៅចំពោះទី5កន្លែង research recommendation លោកគ្រូស្នើថានេះដោយសារដែនកំណត់ឬការកំណត់ដែនការស្រាវជ្រាវដល់នេះធ្វើតែនៅភ្នំពេញទេអញ្ចឹងបើសិនជាអ្នកសិក្សាស្រាវជ្រាវចង់សិក្សាស្រាវជ្រាវបន្តអាចសិក្សាស្រាវជ្រាវនៅទីកន្លែងផ្សេងឬក៏អាចដូរអថេឬក៏អាចដូរទ្រឹស្ដីដែលប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវទៅតាមសន្តិភាពជាក់ស្ដែងដែលលោកគ្រូបង្ហាញនៅក្នុងដែនកំណត់ឬការកំណត់ដែននៃការសិក្សាស្រាវជ្រាវអញ្ចឹងចំណុចហ្នឹងគឺសំខាន់ណាស់ហេតុអ្វីបានជាខ្ញុំបញ្ជាក់ថាចំណុចសំខាន់ពីព្រោះបើសិនលោកគ្រូអត់បង្ហាញហ្នឹងទេមានន័យថាលោកគ្រូអត់មានភាពស្មោះត្រង់នៅក្នុងការសរសេរលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ខ្លួនទេហេតុអ្វីពីព្រោះលោកគ្រូដឹងហើយថាចំណុចហ្នឹងហើយគឺធ្វើឲ្យលទ្ធផលនៃការសិក្សាស្រាវជ្រាវមានភាពលំអៀងឬក៏មានភាពខ្វះចន្លោះឬភាពខ្វះខាតដែលយើងប្រើពាក្យខាងដើមចេញមកនេះថាលំអៀងខ្វះចន្លោះអញ្ចឹងហើយបានជាលេចមក research gap ហើយ research gap ហ្នឹងគឺលេចចេញពីត្រង់ហ្នឹងលេចចេញពី delimitation limitation ហ្នឹងលេចចេញពីដែនកំណត់និងការកំណត់ដែននៃការសិក្សាស្រាវជ្រាវហ្នឹងហើយអាចចំណុចហ្នឹងហើយដែលលោកគ្រូយកទៅ recommend យកទៅធ្វើអនុសាសន៍ដើម្បីឲ្យគេសិក្សាស្រាវជ្រាវបន្តនៅចំពោះទី5នោះអញ្ចឹងបើសិនលោកគ្រូថាដែនកំណត់លោកគ្រូតាក់ទងមួយវិធីសាស្ត្រលោកគ្រូ recommend ឲ្យគេប្រើវិធីសាស្ត្រផ្សេងទៅនៅចំពោះទី5បើសិនលោកគ្រូថាដែនកំណត់របស់លោកគ្រូសំដៅទៅលើប្រជាស្ថិតិសំដៅទៅលើក្រុមគោលដៅអញ្ចឹងនៅក្នុងចំពោះទី5លោកគ្រូ recommend គេទៅផ្ដល់អនុសាសន៍ឲ្យគេសិក្សាស្រាវជ្រាវបន្តដោយផ្ដោតទៅលើក្រុមគោលដៅផ្សេងទៅអញ្ចឹងកាលណាលោកគ្រូបង្ហាញកន្លែងហ្នឹងមានថាលោកគ្រូបង្ហាញភាពស្មោះត្រង់លោកគ្រូថាអាហ្នឹងវាមានភាពលំអៀងហើយឬក៏បង្កឲ្យមាន conflict of interest មានថាចំនួនអត្ថប្រយោជន៍អញ្ចឹងបើសិនជាអ្នកសិក្សាស្រាវជ្រាវចង់សាស្រាវគេអាចសារបន្តដើម្បីរកព័ត៌មានបន្ថែមបង្គ្រប់ទៅលើចំណុចហ្នឹងអញ្ចឹងចំណុចហ្នឹងហើយខ្លាយទៅជា research gap ហ្នឹងកន្លែងហ្នឹងគឺវាកើតចេញមកពី limit delimitation ហ្នឹងគ្រូណាបាទអញ្ចឹងឲ្យលោកគ្រូកុំថាចុះ research gap ហ្នឹងមកពីណាចុះប្រធានបទមកពីណាអញ្ចឹងអាប្រធានបទហ្នឹងគ្រូអាចចាប់ចេញមកពីហ្នឹងលោកគ្រូអាន article របស់គេទៅហើយគេ recommend ហ្នឹងលោកគ្រូអាចទៅធ្វើទៅបើគេ recommend ថាក្រុមគោលដៅលោកគ្រូដូរក្រុមគោលដៅបើគេ recommend វិធីសាស្ត្រលោកគ្រូដូរវិធីសាស្ត្រទីហោបាទអញ្ចឹងវាបានទៅជា research gap ដែលយើងហៅថាភាពខ្វះចន្លោះហើយភាពខ្វះចន្លោះហ្នឹងហើយទាមទារឲ្យអ្នកដទៃសិក្សាស្រាវជ្រាវបន្តដើម្បីបំពេញបន្ថែមទៅលើ research ដែលអ្នកសិក្សាស្រាវជ្រាវគាត់បានធ្វើបាទអញ្ចឹងសួរថាភាពខ្វះចន្លោះដែលកើតចេញមកពីដែនកំណត់ការស្រាវជ្រាវនិងការកំណត់ដែនស្រាវជ្រាវនឹងមានលក្ខណៈដូចម្តេចអញ្ចឹងទី1លោកណាទី1អញ្ចឹងទី1ហ្នឹងគឺវាមានលក្ខណៈជាភាពខ្វះចន្លោះប្រជាស្ថិតិដូចខ្ញុំប្រាប់ចឹងថា population gap អញ្ចឹងអ្នកសិក្សាស្រាវជ្រាវបានបង្ហាញថានេះការសិក្សាស្រាវជ្រាវរបស់ខ្ញុំប្រមូលទិន្នន័យនៅខេត្តតាកែវទេអញ្ចឹងវាអាចមានភាពលំអៀងដល់លទ្ធផលហ្នឹងអញ្ចឹងអស់លោកអ្នកសិក្សាស្រាវជ្រាវអាចសិក្សាបន្តបានដោយបដូរក្រុមគោលដៅអាចទៅធ្វើនៅកពតធ្វើនៅកំពង់សោមមើលថាតើវារកឃើញលទ្ធផលយ៉ាងដូចម្ដេចអញ្ចឹងកន្លែងហ្នឹងគាត់ស្មោះត្រង់គាត់ប្រាប់ថាលំអៀងហើយគាត់បង្ហាញហ្នឹងគឺវាជិះវៀង conflict of interest គាត់ប្រាប់ថាកន្លែងហ្នឹងគឺខ្ញុំធ្វើតែនៅតកែវទៀតបានធ្វើនៅភ្នំពេញបានធ្វើនៅកំពង់សោមទេអញ្ចឹងបើចង់សិក្សាស្រាវជ្រាវបន្តលោកធ្វើនៅកន្លែងផ្សេងទៅអាហ្នឹងគេហៅថា population gap អ្នកខ្លះទៀតគាត់បង្ហាញតាមរយៈគេភាពខ្វះចន្លោះវិធីស្រាវជ្រាវ
យើងហៅថា methodological gap អញ្ចឹងគាត់ថាការសិក្សាស្រាវជ្រាវរបស់ខ្ញុំប្រើបរិមាណវិស័យ qualitative អញ្ចឹងបើសិនអស់លោកអ្នកចង់សិក្សាស្រាវជ្រាវបន្តប្រើវិធីផ្សេងទៅអាចប្រើ qualitative គុណវិស័យឬក៏ប្រើចម្រោះទៅឧទាហរណ៍ mixed method អញ្ចឹងមួយទៀតគាត់ថានេះការសិក្សាស្រាវជ្រាវនេះគាត់ប្រើអីគេឧទាហរណ៍គាត់ថាគាត់ប្រើតាក់ទងជាមួយនឹង correlational នៅក្នុងបរិមាណវិស័យណាគាត់ប្រើការសិក្សាស្រាវជ្រាវទំនាក់ទំនងអធិពីឧទាហរណ៍អញ្ចឹងបើសិនលោកអ្នកចង់សិក្សាស្រាវជ្រាវបន្តអាចសិក្សាអំពីគេ causal comparative ឧទាហរណ៍ឬក៏ expose factor ណាឧទាហរណ៍សិក្សាអំពីហេតុនិងផលទៅចែកទៅពលទៅអញ្ចឹងកន្លែងហ្នឹងគឺគាត់ស្មោះត្រង់គាត់បានប្រែថាហ្នឹងវាមានភាពលំអៀងអញ្ចឹងគាត់ recommend ក្នុងចំពោះទី5មកឲ្យលោកអ្នកទៅសិក្សាស្រាវជ្រាវបន្តអាហ្នឹងគឺ gap តាក់ទងមួយ methodological gap ហើយមួយទៀតលេចរូបរាងតាមរយៈអីគេភាពខ្វះចន្លោះទ្រឹស្ដីគាត់ថានេះនៅក្នុងការសិក្សាស្រាវជ្រាវរបស់ខ្ញុំប្រើទ្រឹស្ដីស្ថាបនានិយមឧទាហរណ៍អត់បានប្រើទ្រឹស្ដីគេពុទ្ធិនិយមអត់បានប្រើទ្រឹស្ដីផ្សេងៗទេអញ្ចឹងបើអស់លោកអ្នកចង់សិក្សាបន្តលោកអ្នកអាចសិក្សាដោយប្រើប្រាស់ទ្រឹស្ដីផ្សេងៗទៅឧទាហរណ៍បាទអញ្ចឹងមានន័យថាកន្លែងហ្នឹងគាត់បានបញ្ជាក់ឲ្យគាត់ថាគាត់ប្រើតែ constructivist មិនបានប្រើគេ quantitative ឬក៏មិនបានប្រើគេ information processing theory អញ្ចឹងទៅឧទាហរណ៍គ្រូណាអញ្ចឹងអាកន្លែងហ្នឹងយើងទៅសេក្នុង research យើងត្រូវបញ្ជាក់គេហើយអាកន្លែងជា gap ហើយកុំថាចប់បើសេអញ្ចឹងមិនលំអៀងចុះយើងបញ្ជាក់ឲ្យថា limit delimitation ហ្នឹងគឺជាដែនកំណត់ឬការកំណត់ដែនមានថាយើងអាចធ្វើហួសពីហ្នឹងទេយើងប្រើប៉ុណ្ណឹងអញ្ចឹងធ្វើភាពលំអៀងអញ្ចឹងឲ្យអ្នកសិក្សាអាចសិក្សាស្រាវជ្រាវបន្តទៅលើចំណុចលំអៀងហ្នឹងដើម្បីបំពេញបន្ថែមទៅលើអ្វីខ្វះខាតបាទអញ្ចឹងអានេះគឺរូបទី3ចំណែករូបរាងទី4គឺហៅថាភាពខ្វះចន្លោះទិន្នន័យជាក់ស្ដែងហៅថា empirical gap បាទអញ្ចឹងមានន័យថាទិន្នន័យរបស់គាត់ឧទាហរណ៍គាត់ប្រមូលទិន្នន័យតាមរយៈអីគេគាត់វិភាគឯកសារបាទឬក៏មួយទៀតគាត់មកទិន្នន័យតាមរយៈអាមាថាបរិមាណវិស័យគ្រូណាគាត់មកទិន្នន័យតាមរយៈចែកបញ្ជីសំណួរ questionnaire ឲ្យគេអញ្ចឹងគាត់អត់បានប្រមូលផ្ទាល់ទេអញ្ចឹងទិន្នន័យដែលគាត់ប្រមូលបានគឺជាប្រភេទទិន្នន័យ non-empirical data គឺទិន្នន័យដែលមិនជាក់ស្ដែងអញ្ចឹងគាត់បានប្រាប់គេថាទិន្នន័យដែលខ្ញុំធ្វើនេះគឺជាប្រភេទទិន្នន័យមួយមិនជាក់ស្ដែងទេបាទអញ្ចឹងមានន័យថាជាប្រភេទទិន្នន័យមិនជាក់ស្ដែងអញ្ចឹងអមថាជាប្រភេទទិន្នន័យ empirical data អញ្ចឹងពេលហ្នឹងគាត់ថាអ្នកឯងអាចទៅប្រមូលគេគាត់ប្រើ non empirical data អញ្ចឹងអ្នកឯងអាចទៅប្រមូលគេ empirical data មកអ្នកឯងទៅសម្ភាសគេមកទៅសង្កេតមកដើម្បីប្រមូលទិន្នន័យអញ្ចឹងអាកន្លែងហ្នឹងគឺគាត់បង្ហាញនៅក្នុង limit delimitation នៅក្នុងដែនកំណត់ឬការកំណត់ដែនអញ្ចឹងអាកន្លែងហ្នឹងហើយគឺគាត់ស្នើឲ្យអ្នកសិក្សាស្រាវជ្រាវបន្តហើយយើងអ្នកសិក្សាស្រាវជ្រាវនោះពេលអាន article របស់គាត់អានអត្ថបទរបស់គាត់ទៅយើងឃើញចំណុចហ្នឹងយើងអាចទៅប្រមូលទិន្នន័យបន្តមកបាទចំណុចទី5គឺភាពខ្វះចន្លោះភស្តុតាងហៅថា evidence gap evidence gap នេះមានថាគឺជាកង្វះខាតឯកសារឬក៏ទិន្នន័យឬក៏កង្វះខាតឯកសារដែលមានប្រភពជាក់លាក់ឬឯកសារស្រាវជ្រាវដើម្បីបញ្ជាក់បន្ថែមឬក៏ជាក់ច្បាស់ទៅលើប្រធានបទស្រាវជ្រាវអញ្ចឹងត្រង់នេះអ្នកសិក្សាស្រាវជ្រាវចង់បង្ហាញទៅដល់អ្នកសិក្សាស្រាវជ្រាវបន្តថានៅក្នុង research របស់ខ្ញុំនេះខ្ញុំរកឯកសារហើយតែរកឯកសារហ្នឹងវាអត់មានឯកសារណាសិក្សាស្រាវជ្រាវច្បាស់លាស់ទេអញ្ចឹងអត់មានហ្នឹងវាអាចធ្វើឲ្យប៉ះពាល់លទ្ធផលនៃការសិក្សាស្រាវជ្រាវអញ្ចឹងបើសិនអស់លោកអ្នកចង់សិក្សាស្រាវជ្រាវបន្តអស់លោកអ្នកអាចស្វែងរកឯកសារជាក់លាក់ណាមួយទៅលើហ្នឹងដើម្បីសិក្សាស្រាវជ្រាវបន្តបាទអញ្ចឹងអាកន្លែងហ្នឹងគឺគាត់បង្ហាញថា research របស់គាត់ហ្នឹងគឺ limit delimitation ហ្នឹងគឺមាន gap មួយគឺតាក់ទងជាមួយនឹង evidence gap បាទឬក៏ទី6ហៅថាភាពខ្វះចន្លោះចំណេះដឹងហៅថា knowledge gap អញ្ចឹង knowledge gap ហ្នឹងគឺសំដៅទៅលើការប្រើប្រាស់ព័ត៌មានចាស់ៗមក research របស់គាត់ប្រើប្រាស់ព័ត៌មានយូរឆ្នាំឬប្រើប្រាស់ព័ត៌មានទិន្នន័យដែលប្រើប្រាស់ហ្នឹងវាតិចពេកឬប្រើប្រាស់ព័ត៌មានដែលមិនសូវស៊ីគ្នាជាមួយនឹងបញ្ហាដែលជាប្រធានបទនៃការសិក្សាស្រាវជ្រាវអញ្ចឹងគាត់បានប្រាប់ថានេះព័ត៌មានដែលខ្ញុំប្រើហ្នឹងដោយសារខ្ញុំរកអទិន្នន័យហ្នឹងព័ត៌មានបច្ចុប្បន្នភាពហ្នឹងគឺអត់បានអញ្ចឹងព័ត៌មានភាគច្រើនដែលប្រើនេះគឺជាព័ត៌មានចាស់ព័ត៌មានដែលយូរឆ្នាំអញ្ចឹងព័ត៌មានទាំងអស់នេះវាអាចធ្វើឲ្យមានភាពលំអៀងដល់លទ្ធផលនៃការសិក្សាស្រាវជ្រាវអញ្ចឹងអ្នកសិក្សាស្រាវជ្រាវអាចសិក្សាស្រាវជ្រាវបន្តដោយប្រើប្រាស់ព័ត៌មានថ្មីៗតាក់ទងរឿងហ្នឹងបាទអញ្ចឹងអាហ្នឹងគាត់បង្ហាញក្នុង limit delimitation អញ្ចឹងលោកអ្នកគ្រូអានឃើញរបស់គាត់កន្លែងហ្នឹងគាត់ recommend ទៅមើល limit delimitation របស់គាត់ក៏បានឬទៅមើល research recommendation ក៏បាននៅក្នុងចំពោះទី5ហ្នឹងអញ្ចឹងពេលលោកគ្រូទៅមើលអា limit ក៏បានឬទៅមើល research recommendation ក៏បានលោកគ្រូយកហ្នឹងគឺប្រធានបទសិក្សាស្រាវជ្រាវទៅអញ្ចឹងអា gap នេះគេហៅថាជា knowledge gap ហើយចុងក្រោយគេហៅថាភាពខ្វះចន្លោះចំណេះដឹងប្រតិបត្តិគេហៅថា practical knowledge gap អញ្ចឹង practical knowledge gap ហ្នឹងឧទាហរណ៍អ្នកសិក្សាស្រាវជ្រាវគាត់បានបញ្ជាក់ថានៅក្នុងការសិក្សាស្រាវជ្រាវនេះគឺបានប្រើប្រាស់រយៈពេលយូរអញ្ចឹងធ្វើឲ្យលទ្ធផលឬក៏ព័ត៌មាននេះដែលចេញមកហ្នឹងវាអាចផ្ទុយទៅនឹងការប្រតិបត្តិជាក់ស្ដែងដោយសារការសិក្សាស្រាវជ្រាវហ្នឹងវាប្រើរយៈពេលយូរពេកកាលណាយូរពេកទៅបំរែបំរួលសង្គមវាផ្សេងអញ្ចឹងអាលទ្ធផលដែលគាត់រកឃើញហើយនឹងការប្រតិបត្តិជាក់ស្ដែងក្នុងសង្គមហ្នឹងវាអាចខុសពីអ្វីលទ្ធផលនៃការរកឃើញអញ្ចឹងគាត់សារភាពឲ្យគាត់ប្រាប់ថាលទ្ធផលនៃការស្រាវជ្រាវហ្នឹងវាអាចខុស
ឬក៏វាអាចជាមិនស៊ីចង្វាក់គ្នាជាមួយនឹងអ្វីដែលគាត់រកឃើញនឹងការអនុវត្តជាក់ស្ដែងអញ្ចឹងអ្នកសិក្សាស្រាវជ្រាវអាចសិក្សាស្រាវជ្រាវបន្តដោយប្រមូលទិន្នន័យបច្ចុប្បន្នភាពបន្ថែមទៅលើហ្នឹងអញ្ចឹងអាហ្នឹងគឺជា gap មួយហៅថា practical knowledge gap អញ្ចឹង gap ទាំង7ហ្នឹងដែលយើងហៅថាភាពខ្វះចន្លោះការស្រាវជ្រាវគឺវាកើតចេញនៅត្រង់ចំណុច limit និង delimitation គេបង្ហាញឡើងហ្នឹងមានថាអ្វីដែលអ្នកសិក្សាស្រាវជ្រាវអាចគ្រប់គ្រងឬអាចកំណត់បាននិងអ្វីដែលអ្នកសិក្សាស្រាវជ្រាវមិនអាចគ្រប់គ្រងឬក៏មិនអាចកំណត់បានអញ្ចឹងអាកន្លែងហ្នឹងគាត់ recommend គាត់ធ្វើការផ្ដល់អនុសាសន៍ដើម្បីឲ្យអ្នកសិក្សាស្រាវជ្រាវធ្វើការសិក្សាបន្តហើយទាំងអស់ហ្នឹងហើយដែលអ្នកសិក្សាស្រាវជ្រាវបន្តហ្នឹងយកមកធ្វើជាប្រធានបទដើម្បីសិក្សាស្រាវជ្រាវបន្តអញ្ចឹងអានេះជារួមបាទជារួមដើម្បីឲ្យលោកគ្រូនឹងមើលទៅងាយយល់អញ្ចឹងមានថាសួរថាភាពខ្វះចន្លោះការចេញមកពីណាការចេញមកពីដែនកំណត់និងការកំណត់ដែនគឺការចេញមកពី limit delimitation ដែនកំណត់សំដៅទៅលើអ្វីដែលអ្នកសិក្សាស្រាវជ្រាវមិនអាចកំណត់បានមិនអាចគ្រប់គ្រងបានការកំណត់ដែនសំដៅទៅលើអ្វីដែលអ្នកសិក្សាស្រាវជ្រាវអាចកំណត់បានអាចគ្រប់គ្រងបាននៅក្នុងដំណើរការសិក្សាស្រាវជ្រាវអញ្ចឹងវាលេចរូបរាងទាំងអស់នេះបាទគាត់ប្រាប់ថានេះខ្ញុំប្រើប៉ុណ្ណេះខ្ញុំប្រើទ្រឹស្ដីប៉ុណ្ណេះក្រុមគោលដៅប៉ុណ្ណេះវិធីសាស្ត្រប៉ុណ្ណេះឬផុសតាងចេះឬទិន្នន័យជាក់ស្ដែងចេះឬចំណេះដឹងចេះឬក៏ចំណេះប្រតិបត្តិចេះអញ្ចឹងគាត់នឹងសេបង្ហាញនៅក្នុង limit delimitation របស់គាត់ហ្នឹងហើយអាចទាំងអស់ហ្នឹងហើយដែលលោកគ្រូអ្នកគ្រូចង់សិក្សាស្រាវជ្រាវបន្តហ្នឹងយកសិក្សាស្រាវជ្រាវបន្តដើម្បីនេះបំពេញបន្ថែមកុំឲ្យមានភាពលំអៀងឬក៏ដើម្បីជៀសវាងអីគេ conflict of interest គឺចំនួនអត្ថប្រយោជន៍នេះអញ្ចឹងមានន័យថាពេលហ្នឹងអ្នកសិក្សាស្រាវជ្រាវគាត់ស្មោះត្រង់គាត់ប្រាប់ហើយអញ្ចឹងមានន័យថាយើងអ្នកសិក្សាស្រាវជ្រាវបន្តហ្នឹងយើងយកទៅមកធ្វើជាប្រធានបទអញ្ចឹងលោកគ្រូកុំសួរថាប្រធានបទបានមកពីណាលោកគ្រូណាគឺបានមកពីចំណុចហ្នឹងបាទអញ្ចឹងជារួមលោកគ្រូណាជារួមអានេះអ្នកស្រាវជ្រាវត្រូវប្រកាន់ភ្ជាប់នៅក្រមសីលធម៌ស្រាវជ្រាវតាមរយៈការបង្ហាញភាពខ្វះចន្លោះណាមួយដែលបានកាត់ឡើងនិងធ្វើឲ្យលំអៀងដល់លទ្ធផលនៃការសិក្សាស្រាវជ្រាវដើម្បីឲ្យអ្នកសិក្សាស្រាវជ្រាវផ្សេងសិក្សាស្រាវជ្រាវបន្តបំពេញបន្ថែមទៅលើចំណុចខ្វះខាតឬក៏ភាពខ្វះចន្លោះទៅនោះនឹងបញ្ជាចំនួនអត្ថប្រយោជន៍អញ្ចឹងមានន័យថាលោកគ្រូយល់ហើយថាតើហេតុអ្វីបានជាវាមានសារៈសំខាន់ណាស់យើងត្រូវបង្ហាញអា limit delimitation ហ្នឹងមានថាដែនកំណត់និងការកំណត់ដែនហ្នឹងពីព្រោះកន្លែងហ្នឹងគឺដើម្បីផ្ដល់ជាអនុសាសន៍នៅក្នុងជំពូកទី5មកយកអាហ្នឹងទៅផ្ដល់អនុសាសន៍ជំពូកទី5ដើម្បីឲ្យគេសិក្សាស្រាវជ្រាវបន្តទៅលើ limit delimitation ទៅលើដែនកំណត់ឬការកំណត់ដែនដែលកើតឡើងនៅក្នុងការសិក្សាស្រាវជ្រាវរបស់លោកគ្រូអញ្ចឹងលោកគ្រូសំអូនសង្ឃឹមថាវីដេអូដ៏ខ្លីមួយនេះនឹងជាប្រយោជន៍ដល់លោកគ្រូទាំងអស់គ្នាលោកគ្រូសំអូនសូមអរគុណនិងសូមជម្រាបលា